បងប្អូនវាពិតជាអយុត្តិធម៌នៅពេលដែលប្រទេសចៅសៀមវាបានឈ្លានពានយើងវាបានគ្រប់គ្រងទឹកដីរបស់យើងមួយចំនួនដែលខុសច្បាប់ហើយឥឡូវនេះវានាំសារព័ត៌មានអន្តរជាតិសារព័ត៌មានធំជាច្រើននៅលើភពផែនដីទៅទីតាំងអតីតអគារដែលត្រូវបានប្រទេសសៀមកងទ័ពសៀមទម្លាក់គ្រាប់និងកងទ័ពសៀមកំពុងតែកាន់កាប់ក្នុងពេលបច្ចុប្បន្ននេះដែលទីតាំងទាំងអស់នោះគឺជាអតីតអគារឬក៏កន្លែង scam online ឬក៏ casino ជាគេបានហៅឲ្យសារព័ត៌មានធំទាំងអស់នោះចុះផ្សាយថាទីតាំងទាំងអស់នោះជាអតីតកន្លែង scam online ស្ថិតនៅក្នុងទឹកដីរបស់កម្ពុជាតែបងប្អូនទាំងអស់គ្នាអ្វីដែលខ្ញុំចង់និយាយនៅទីនេះនោះគឺហេតុអីបានជាគេនិយាយតែរឿងអតីតទឹកដីឬក៏អគាររបស់កម្ពុជាដែលធ្វើប្រតិបត្តិការ scam online ហេតុអ្វីបានជាគេមិននិយាយថាកម្ពុជាបានធ្វើការបំផ្លាញសម្បុកអនឡាញជាច្រើនគឺច្រើនជាងគេបំផុតនៅលើភពផែនដីមួយនេះបងប្អូនទាំងអស់គ្នាមិនមានប្រទេសណាមួយបានកំទេចសម្បុកបោកប្រាស់អនឡាញដូចកម្ពុជាទេមិនមានទេកម្ពុជាគឺជាប្រទេសតែមួយគត់ដែលបានបោសសម្អាតនិងកំទេចសម្បុកក្រុមឆបោកអនឡាញមកដល់ចំណុចនេះខ្ញុំចង់សួរទៅកាន់សារព័ត៌មានធំទាំងអស់នឹងថាហេតុអីបានជាអ្នកមិនលើកយកមកនិយាយផងថាកម្ពុជាគឺជាប្រទេសតែមួយគត់នៅក្នុងភពផែនដីនៅក្នុងប្រវត្តិសាស្ត្រដែលបានបោសសម្អាតក្រុមឆបោកអនឡាញធំជាងគេខ្លាំងជាងគេបំផុតនៅក្នុងរយៈពេលដ៏ខ្លីបំផុតហេតុអីបានជាអ្នកមិនលើកឡើងផងហេតុអីបានជាអ្នកតែងតែលើកឡើងថាអាគារចាស់ទាំងអស់នេះសំណង់ទាំងអស់នេះជាអតីតកន្លែងឆបោកនៅក្នុងទឹកដីកម្ពុជាហេតុអីបានជាអ្នកនិយាយតែរឿងហ្នឹងហេតុអីវាពិតជាអយុត្តិធម៌ណាស់វាអយុត្តិធម៌ពេកហើយបើអ្នកឯងចង់និយាយអំពីការបោកប្រាស់អនឡាញនៅសៀមមិនខ្វះទេនៅប្រទេសមួយចំនួនជុំវិញសកលលោកក៏មិនខ្វះដែរហើយច្រើនជាងកម្ពុជារាប់រយដងទៅទៀតតើហេតុអីបានជាអ្នកឯងមិនលើកយកមកនិយាយផងឬក៏ដោយសារតែប្រទេសទាំងអស់នោះឲ្យលុយក្រុមសារព័ត៌មានអ្នកឯងទី1ទី2ដោយសារតែគេមានពេកទៅអ្នកឯងមិនហ៊ាននិយាយក្រុមសារព័ត៌មានកដេថៃចោលមកសៀតអស់លោកឯងនេះគឺជាក្រុមសារព័ត៌មានដែលឃ្លានតែលុយឃ្លានតែប្រយោជន៍តែមិនបាននិយាយការពិតទេអ្នកឯងបាននិយាយលៀបពណ៌កម្ពុជាធ្វើបាបកម្ពុជាតែហេតុអីបានជាអ្នកឯងមិនព្រមនិយាយថាកម្ពុជាបានបោសសម្អាតក្រុមឆបោកអនឡាញធំជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិមិនក៏អ្នកឯងមិននិយាយផងចំណុចហ្នឹងបងប្អូនទាំងអស់គ្នាខ្ញុំទទួលស្គាល់ថាកម្ពុជាពិតជាមានទីតាំងឬក៏អគារដែលជាអតីតកន្លែងឆបោកអនឡាញយើងទទួលស្គាល់តែសួរថាម៉ោងនេះវាទៅជាយ៉ាងម៉េចអស់ហើយកម្ពុជាបានបោសសម្អាតអស់ហើយកន្លែងហ្នឹងមិនក៏អ្នកឯងមិននិយាយផងអ្នកឯងអីក៏លំអៀងម្លេះអ្នកឯងនិយាយអ្វីដែលអាក្រក់អ្នកឯងគួរណាតែនិយាយអ្វីដែលល្អផងនេះជាអ្វីដែលខ្ញុំចង់លើកឡើងហើយបងប្អូនទាំងអស់គ្នាយើងត្រូវតែទទួលស្គាល់មានថ្ងៃវាមានយប់មនុស្សមានសវាមានខ្មៅមានខ្ពស់មានទាបមានអាក្រក់មានល្អតែបើសិនជាអ្នកនិយាយតែពេលយប់អ្នកមិននិយាយពេលថ្ងៃវាពិតជាអយុត្តិធម៌អ្នកបង្ហាញតែពណ៌ខ្មៅអ្នកមិនបង្ហាញពណ៌សវាពិតជាអយុត្តិធម៌កម្ពុជាប្រឹងណាស់ខំណាស់ទម្រាំតែបានដើរមកដល់ចំណុចនេះប៉ុន្តែអ្វីគ្រប់សពបែបយ៉ាងអន្តរជាតិសារព័ត៌មានធំតែងតែលៀបពណ៌តែងតែជន់កម្ពុជាជន់ហើយជន់ទៀតជន់ហើយជន់ទៀតខ្ញុំមិនមែនមិនយល់ទេនោះគឺជាបំណងរបស់ប្រទេសមួយចំនួនដែលមិនចង់ឲ្យកម្ពុជារីកចម្រើនវាជាផែនការរបស់គេជះលុយដើម្បីលៀបពណ៌កម្ពុជាហ្មងហើយដូចបងប្អូនដឹងស្រាប់ហើយថាមានក្រុមអ្នកផលិតវីដេអូជាច្រើនដែលមកពីកូរ៉េមកពីអាមេរិកមកពីប្រទេសផ្សេងជាច្រើនទៀតរាប់ពាន់អ្នកបងប្អូនដែលគេតែងតែនិយាយថាកម្ពុជាពិតប្រាកដនេះដែលគេមកនេះវាអត់ដូចអ្វីដែលគេបានឮនៅលើអនឡាញទេគឺខុសគ្នា360ដឺក្រេហ្មងខុសគ្នាដាច់ហ្មងបងប្អូនដូចមេឃហើយដីអញ្ចឹងកន្លែងហ្នឹងវាមានន័យថាម៉េចប្រទេសជុំវិញយើងប្រទេសដែលមិនចង់ឲ្យយើងរីកចម្រើនគេតែងតែជះលុយដើម្បីលៀបពណ៌យើងជន់យើងគេអត់ចង់ឲ្យយើងខ្លាំងទេនេះគឺជាចេតនារបស់គេតែម្ដងហើយយើងត្រូវតែទទួលស្គាល់យើងត្រូវតែដឹងឮទាំងអស់គ្នាបងប្អូនត្រូវចងចាំចាប់ពីពេលនេះតទៅកូនខ្មែរគ្រប់រូបត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពហើយជួយជាតិយើងនៅក្នុងតម្លៃណាក៏ដោយហើយសូមរួមគ្នាសាមគ្គីគ្នាពាក្យទាំងឡាយណាសកម្មភាពទាំងឡាយណាដែលបំផ្លាញជាតិខ្មែរដែលធ្វើឲ្យខ្មែរបែកបាក់សូមកុំប្រព្រឹត្តឲ្យសោះប្រទេសជាតិមួយចំនួនចង់ឲ្យតែខ្មែរបែកបាក់គ្នាទេប្រទេសជាតិមួយចំនួនចង់ឲ្យតែខ្មែរឆ្លោះគ្នាទេប្រទេសជាតិមួយចំនួនចង់ឲ្យតែខ្មែរនិងខ្មែរវាយគ្នាកាប់គ្នាសម្លាប់គ្នាតែប៉ុណ្ណោះនេះបងប្អូនសូមចងចាំដូច្នេះនៅក្នុងតម្លៃណាក៏ដោយបងប្អូនជាអ្នកណាបងប្អូនមកពីណាបងប្អូននៅកន្លែងណាក៏ដោយសូមចងចាំថាតម្កល់ផលប្រយោជន៍ជាតិយើងជាធំកុំឆ្លោះគ្នាប្រទេសដែលមិនចង់ឲ្យយើងរីកចម្រើនតែងតែព្យាយាមបង្កើតសេណារីយ៉ូបង្កើតរឿងរ៉ាវបង្កើតបញ្ហាដើម្បីធ្វើឲ្យខ្មែរស្អប់គ្នាទាស់គ្នាឆ្លោះគ្នាហើយទីបំផុតយើងបែកបាក់គ្នាដូច្នេះសូមបងប្អូនទាំងអស់គ្នាកុំចាញ់បោកគេនោះគឺជាល្បិចកលរបស់គេតែប៉ុណ្ណោះសូមបងប្អូនចង
ចាំសូមបងប្អូនគិតឲ្យជ្រៅមើលឲ្យឆ្ងាយថាតើអ្នកណាជាអ្នកណាហើយគេមានបំណងអីបងប្អូនទាំងអស់គ្នាត្រូវចាំរឿងមួយទៀតថាយើងហូបបាយតែមួយថ្ងៃ3ពេលទេយើងកុំឆ្លោះគ្នាឲ្យតែខ្មែរដូចគ្នាយើងចាប់ដៃគ្នាយើងធ្វើការព្រោះជាតិយើងមានរឿងរ៉ាវច្រើនណាស់ដែលយើងត្រូវធ្វើយើងមិនទាន់ដល់ពេលដែលយើងត្រូវវាយគ្នាយើងត្រូវឆ្លោះគ្នាយើងត្រូវទាស់គ្នាទេអត់ទេចុះបើសិនជាយើងយកអាពេលដែលយើងត្រូវឆ្លោះគ្នានេះយកមកចាប់ដៃគ្នាយកមកធ្វើការរួមគ្នាបងប្អូនសាកគិតបន្តិចតើយើងអាចរីកចម្រើនបានលឿនដែរអត់ចម្លើយខ្ញុំជឿថាយើងអាចនឹងរីកចម្រើនលឿនជាងមុនរហូតដល់ទៅ2ដងឬក៏3ដងឬក៏10ដងព្រោះដោយសារតែយើងឈប់ជឿអ្នកដទៃតែយើងជឿទៅលើជនជាតិខ្មែរឈាមខ្មែរដូចគ្នាហើយយើងចេះចាប់ដៃគ្នាធ្វើការងារជាមួយគ្នាបងប្អូនត្រូវចាំថានៅប្រទេសគេទោះបីជាគេមានគោលនយោបាយខុសគ្នាគេមានគណៈបកផ្សេងគ្នាតែបងប្អូនណាគេតម្កល់ផលប្រយោជន៍រួមតែមួយអ្វីក៏ដោយដែលប៉ះពាល់ដល់ប្រយោជន៍ជាតិគេអត់ធ្វើអ្វីក៏ដោយដែលជួយដល់ជាតិគេនឹងចាប់ដៃគ្នាស្រាក់គ្នាធ្វើរួមគ្នាបើទោះបីជាគេមកពីទីតាំងផ្សេងគ្នាមកពីតំបន់ផ្សេងគ្នាបកពួកផ្សេងគ្នាក៏ដោយព្រោះតែគេយល់រឿងមួយថាប្រយោជន៍ជាតិគឺជាអ្វីដែលគេត្រូវតែការពារជាដាច់ខាតកម្ពុជាអយុត្តិធម៌ពេកហើយបងប្អូនដូច្នេះហើយក្នុងនាមយើងជាខ្មែរយើងពុំគួរនៅឆ្លោះគ្នាទាស់គ្នាស្អប់គ្នាហើយទុកឲ្យបរទេសឬក៏ប្រទេសជិតខាងមួយចំនួនបំពេញយើងលៀបពណ៌យើងធ្វើបាបយើងបន្តទៀតទេតែយើងត្រូវតែធ្វើអីមួយដើម្បីយើងអាចបោះពួយទៅមុខលឿនហើយយើងខ្លាំងឲ្យបានលឿនខ្លាំងឲ្យបានឆាប់ទើបគេមិនអាចឈ្លានពានឬបំពេញយើងបានអរគុណបងប្អូនជម្រាបលា